ទូលោកស្រីលោកតាលោកយាយពុកម៉ែមីមីងដែលកំពុងតែតាមដានស្ដាប់កម្មវិធីតម្លៃនៃសុខភាពជាទីគោរពរាប់អានបានវិលមកជួបពុកម៉ែមីមីងទៅតាមកាលកំណត់គឺចាប់ពីម៉ោង 8 ដល់ម៉ោង 9 ព្រឹកដែលផ្សាយចេញពីរាជធានីភ្នំពេញវិទ្យុមហានគរ FM 93.5 និងផ្សាយបន្តផ្ទាល់ទៅតាមបណ្ដាខេត្តមួយចំនួនដូចជាខាងខេត្តពោធិ៍សាត់ខេត្តត្បូងឃ្មុំបាទនិងខេត្តសៀមរាបសង្ឃឹមថាពុកម៉ែបងប្អូនថ្ងៃនេះសុខសប្បាយទាំងអស់គ្នាបានតាមដានស្ដាប់នៅក្នុងកម្មវិធីតម្លៃសុខភាពបន្តដែលក្នុងកម្មវិធីនេះគឺមានវត្តមានខ្ញុំបាទជាអ្នកសម្របសម្រួលហើយក៏មានវត្តមានរបស់លោកតំណាងបាទគឺលោកសុភ័ក្រតែងតែចូលរួមផ្ដល់ជាចំណេះដឹងទៅដល់លោកតានិយាយពុកម៉ែបងប្អូនដែលមានបញ្ហាសុខភាពចង់ទទួលបាននៅដំណោះស្រាយតាមបែបធម្មជាតិបើយើងមានផលិតផលបាទធម្មជាតិក្នុងការជួយកោសិការបស់លោកអ្នកឲ្យរស់រវើកឡើងវិញជំរុះកោសិកាចាស់បណ្ដុះកោសិកាថ្មីបាទដើម្បីឲ្យរាងកាយរបស់យើងបានសុខភាពល្អពីព្រោះរាងកាយរបស់យើងកើតចេញអំពីបណ្ដុំនៃកោសិកាជាច្រើនចំណីកោសិកាស្ដេចទឹកញើជាចំណីកោសិកាដ៏មានប្រសិទ្ធភាពដែលផ្សំចេញអំពីរុក្ខជាតិសំខាន់ដល់ទៅ9មុខមានដូចជាប្រទាលកន្ទុយក្រពើផ្លែញើស្មៅត្រចៀកក្រាញ់ផ្លែត្រពាំងបាយជូរផ្លែអំពិលទុំអាស្វាកណ្ដាលវីដាងយិនសិនបារានប្រទេសឥណ្ឌាមគ្គុទ្ទព្រៃត្រីកតូរ៉ាសយណាឈូណាស់និងមើមឈើបើគឺជាគ្រឿងផ្សំនៃផលិតផលស្ដេចទឹកញើដែលសម្បូរទៅដោយវីតាមីននិងប្រូតេអ៊ីនជាច្រើនក្នុងការជួយសុខភាពបងប្អូនជាពិសេសវាមាននៅប្រភពអាហារសំខាន់ទាំង4ដែលរាងកាយរបស់មនុស្សយើងត្រូវការជាចាំបាច់ណាបាទផលិតផលស្ដេចទឹកញើគឺមានការអនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលបានចុះលេខបញ្ជីការជូនលោកអ្នកអាចសាកសួរនាំបានគ្រប់25ខេត្តក្រុងទូទាំងប្រទេសកម្ពុជាបាទលេខទូរស័ព្ទយើងគឺមាន3ប្រព័ន្ធបាទគឺ092 51 01 77បាទ092 51 01 77 097 97 97 705និង016 97 25 90បាទ016 97 25 90ទីតាំងគឺនៅទល់មុខនឹងមន្ទីរពេទ្យរុស្ស៊ីផ្លូវ271សម្រាប់នៅភ្នំពេញហើយតាមបណ្ដាខេត្តនេះលោកអ្នកអាចសាកសួរមកទីក្រុងភ្នំពេញបានគ្រប់បណ្ដាខេត្តទាំងអស់បាទទាំងការផ្សាយផ្ទាល់និងការផ្សាយបន្តនៅតាមបណ្ដាខេត្តបាទអរគុណឥឡូវនេះសូមភ្ជាប់បាទលោកសុភ័ក្រសិនបាទជម្រាបសួរលោកសុភ័ក្របាទខ្ញុំបាទសុភ័ក្រសូមជម្រាបសួរលោកសណ្ដោបាទហើយសុខសប្បាយទេថ្ងៃហ្នឹងលោកសុភ័ក្របាទខ្ញុំបាទសុខសប្បាយជាធម្មតាទេចុះចំពោះលោកវិញបាទអត់អីទេបាទសុខសប្បាយដូចគ្នាណាអរគុណច្រើនបាទអរគុណលោកសណ្ដោជាបឋមខ្ញុំបាទសុភ័ក្រតំណាងឲ្យក្រុមប្រឹក្សាយោបល់សុខភាពដាច់ទឹកញើទូទាំងប្រជាណាចក្រកម្ពុជាសូមអនុញ្ញាតលំអោនកាយក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងសូមគោរពសម្ដេចទ្រង់ឯកឧត្តមអ្នកបញ្ញាលោកជំទាវអស់លោកស្រីលោកយាយលោកតាជាទីគោរពពីស្ថានីយ៍វិទ្យុមហានគរ FM 93.5 MHz ដែលកំពុងផ្សាយផ្ទាល់ពីកម្មវិធីតម្លៃសុខភាពដែលជាកម្មវិធីមួយបានឧបត្ថម្ភដោយចំណីជំនួយកោសិកាដាច់ទឹកញើអរគុណជាពិសេសចំពោះអតិថិជនដែលបានគាំទ្រនៅក្នុងការទទួលទាននៅចំណីជំនួយកោសិកាស្ដេចទឹកញើនិងអរគុណទៅដល់ប្រិយមិត្តដែលបានចូលរួមស្ដាប់នៅក្នុងកម្មវិធីតម្លៃសុខភាពនេះពីព្រោះថាកម្មវិធីតម្លៃសុខភាពនេះគឺជាកម្មវិធីមួយដែលបានចូលរួមចំណែកនៅក្នុងការផ្ដល់ជាចំណេះដឹងក្នុងការថែទាំសុខភាពរាងកាយរបស់អស់លោកស្រីលោកយាយលោកតាចំណីជំនួយកោសិកាស្ដេចទឹកញើគឺជាចំណីកោសិកាតែមួយគត់ដែលបងប្អូនប្រជាប្រដ្ឋនៅកម្ពុជាលោកបានដឹងហើយថាគឺជាចំណីរបស់កោសិកាដែលសម្បូរបែបទៅដោយពពួកវីតាមីនប្រូតេអ៊ីនពពួកមីនេរ៉លពពួកញូទ្រីនពពួកហៃបឺនិងពពួកហ្វៃបឺអញ្ចឹងសារធាតុទាំងអស់នោះគឺជាសារធាតុមួយដែលបានធ្វើឲ្យកោសិកានៅក្នុងរាងកាយរបស់យើងអាចមានសមត្ថភាពនៅក្នុងការបង្កើនជាធម្មពលរបស់ខ្លួននៅក្នុងការជួសជុលនិងព្យាបាលគ្រប់អាការៈជំងឺទាំងអស់ដែលមានវត្តមាននៅក្នុងរាងកាយរបស់យើងអញ្ចឹងអ្នកដែលមានបញ្ហាជំងឺអលាកពពវៀនអ្នកដែលមានបញ្ហាជំងឺលើសឈាមអ្នកដែលមានបញ្ហាជំងឺទឹកនោមផ្អែមអ្នកដែលមានបញ្ហាជំងឺទឹកនោមប្រៃឬក៏អ្នកដែលមានបញ្ហាទាក់ទងទៅនឹងការរលាកសន្លាក់រ៉ាំរ៉ៃហ្នឹងគឺការទទួលទាននៅចំណីជំនួយកោសិកាស្ដេចទឹកញើគឺធ្វើឲ្យសុខភាពរាងកាយរបស់ពួកគាត់ហ្នឹងនៅមានសុខភាពល្អចំពោះការទទួលទានចំណីជំនួយកោសិកាស្ដេចទឹកញើវិញ
ប្រសិនអស់លោកស្រីលោកយាយលោកតាចង់ទទួលទានដើម្បីធ្វើឲ្យសុខភាពរាងកាយរបស់លោកអ្នកមានសុខភាពជាសះស្បើយនោះគឺអស់លោកស្រីលោកយាយលោកតាត្រូវតែព្យាយាមអនុវត្តនៅក្នុងការថែទាំសុខភាពរាងកាយរបស់ខ្លួនតាមរយៈវិធាន5ដែលក្រុមប្រឹក្សារបស់យើងតែងតែធ្វើការជម្រាបជូនរាល់កម្មវិធីទាំងអស់គឺការទទួលទានបាន3លីត្រនៅក្នុងមួយថ្ងៃលៀនពេលណាទទួលទានពេលហ្នឹងព្យាយាមនៅក្នុងការសម្រានឲ្យបានពី6ទៅ7ម៉ោងក្នុងមួយថ្ងៃអនុវត្តនៅក្នុងការហាត់ប្រាណឲ្យបានពីកន្លះម៉ោងទៅ1ម៉ោងក្នុងមួយថ្ងៃអនាម័យនៅក្នុងការរស់នៅចឹងប្រសិនបើអស់លោកស្រីលោកយាយលោកតាអនុវត្តតាមគោលការណ៍សុខភាពរបស់ក្រុមប្រឹក្សាយោបល់សុខភាពស្ដេចញើបានហើយការទទួលទាននៅចំណីជំនួយកោសិកាស្ដេចញើនឹងធ្វើឲ្យសុខភាពរាងកាយរបស់លោកអ្នកជាសះស្បើយមុនការកំណត់របស់ក្រុមអ្នកប្រាជ្ញវិទ្យាសាស្ត្រពីព្រោះថាក្រុមអ្នកប្រាជ្ញវិទ្យាសាស្ត្រលោកបានធ្វើការកំណត់នៅក្នុងការទទួលទាននៅចំណីជំនួយកោសិកាតាមបែបធម្មជាតិមួយនេះគឺត្រូវប្រើប្រាស់រយៈពេលពី6ទៅដល់8ខែប្រសិនបើមានជំងឺរ៉ាំរ៉ៃច្រើនឆ្នាំមកហើយវាអាចលើសបន្តិចបន្តួចរហូតដល់12ខែក៏មានដែរគឺអាស្រ័យទៅនឹងប្រព័ន្ធការពាររាងកាយនៃមនុស្សម្នាក់ៗចាត់តងទៅនឹងចំណីជំនួយកោសិកាស្ដេចញើនេះក្រុមប្រឹក្សារបស់យើងក៏បានធ្វើការពិភាក្សាគ្នាអំពីបញ្ហាមួយចំនួនដែលចាត់តងទៅនឹងបងប្អូនស្ត្រីនៅកម្ពុជានៅពេលដែលពួកគាត់អញ្ជើញមករកចំណីជំនួយកោសិកាស្ដេចញើពួកគាត់តែងតែមានបញ្ហាមួយចំនួនប៉ះពាល់ជាមួយនឹងសុខភាពស្បូនរបស់គាត់ពីព្រោះថាសុខភាពស្បូនរបស់គាត់គឺជាសុខភាពមួយដែលអស់លោកស្រីយើងតាមត្រូវដឹងថាសូម្បីតែស្ថាប័ននៃការថែទាំសុខភាពនៅលើពិភពលោកក៏បានបញ្ជាក់ថាសរីរាង្គស្បូនគឺជាសរីរាង្គបន្តពូជតែមួយគត់តែមនុស្សគ្រប់រូបត្រូវតែធ្វើការគិតពិចារណាបានច្បាស់លាស់ហើយណាមួយទៀតស្បូនគឺជាសរីរាង្គមួយដែលអាចប្រឈមមុខនឹងបញ្ហានៃការចុះខ្សោយរបស់ខ្លួនដោយសារតែមានបញ្ហារលាកការធ្លាក់សនិងមានជំងឺកាមរោគដែលអាចធ្វើឲ្យការផ្ដល់ជាកម្ដៅទៅដល់ទារកនោះគឺមិនបានល្អដូចជាធ្វើឲ្យទារកនោះគឺមានដូចជាអវយវៈមិនគ្រប់គ្រាន់មានបញ្ហាឆែកមាត់មានបញ្ហាប្រព័ន្ធប្រសាទមិនប្រក្រតីជាដើមអញ្ចឹងចំពោះស្បូនរបស់ស្ត្រីគឺជាសរីរាង្គចំហនិងប្រឈមមុខជាមួយនឹងបញ្ហាជាច្រើនដែលស្ត្រីមិនអាចពេកផែននៅក្នុងការការពារនិងព្យាបាលបាននោះទេអញ្ចឹងសរីរាង្គបន្តពូជមួយនេះវាអាចមានជំងឺដូចជាជំងឺនៃការរលាកការឆ្លងនៃមេរោគមានបញ្ហាឆ្លងជំងឺផ្សេងៗដែលបណ្ដាលឲ្យមានផលប៉ះពាល់ទៅដល់សុខភាពរាងកាយរបស់ពួកគាត់ជាពិសេសធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពបន្តពូជធ្វើឲ្យសុភមង្គលនៅក្នុងក្រុមគ្រួសាររបស់គាត់មានរហូតដល់មានការបាត់បង់រហូតដល់អាយុជីវិតមួយចំនួនដែរទោះបីជាស្បូនរបស់ស្ត្រីជាសរីរាង្គដែលអាចកំបាំងសម្រាប់ស្ត្រីមានការអៀនខ្មាស់និងមិនត្រូវបានគេលើកយកមកនិយាយឬក៏ភាសាជាចំហនោះប៉ុន្តែក្រុមប្រឹក្សាយោបល់សុខភាពស្ដេចញើយើងតែងតែមានទស្សនវិស័យមួយគឺចង់ឲ្យបងប្អូនស្ត្រីនៅកម្ពុជាលោកមានសុខភាពល្អអញ្ចឹងម្ល៉េះហើយលោកស្រីអគ្គនាយិកាលោកបានចាត់ទូអំពីបញ្ហាសុខភាពរបស់ស្ត្រីហើយលោកក៏បាននាំចូលនៅសម្លេងអនាម័យ Angel Grill គឺជាប្រភេទសម្លេងអនាម័យដែលមានតួនាទីសំខាន់បំផុតក្នុងការជួយទៅដល់ស្បូនរបស់ស្ត្រីអញ្ចឹងជាធម្មតាប្រសិនបើនៅពេលដែលមករដូវប្រសិនជាមានការឈឺចុកចាប់ណាមួយឬក៏មានបញ្ហាធ្លាក់សណាមួយឬក៏ពេលដែលធ្វើឲ្យស្ត្រីមានបញ្ហាធុញថប់មួម៉ៅឆៅឆាវនោះគឺវាបណ្ដាលមកពីការប្រើប្រាស់សម្លេងអនាម័យដែលមិនមានខ្យល់ចេញចូលអញ្ចឹងសម្លេងអនាម័យ Angel Grill គឺជាប្រភេទសម្លេងអនាម័យដែលអនុញ្ញាតឲ្យពពួកបាក់តេរីល្អទទួលបាននៅពពួកខ្យល់បរិយាកាសពីខាងក្រៅហើយនឹងធ្វើឲ្យពពួកបាក់តេរីអាក្រក់ដែលស្ថិតនៅក្នុងស្បូនហ្នឹងវាអាចមានការរក្សានៅតុល្យភាពរបស់វាមិនឲ្យមានការកើនឡើងខ្ពស់អញ្ចឹងនៅក្នុងស្បូនរបស់ស្ត្រីគឺវាមានបាក់តេរី2បាក់តេរីល្អនិងបាក់តេរីអាក្រក់ត្រូវតែមានតុល្យភាពជាមួយគ្នាមិនឲ្យមានបាក់តេរីណាមួយលើសមិនឲ្យមានបាក់តេរីណាមួយខ្វះនោះទេអញ្ចឹងបើសិនជាមានការលើសឬខ្វះវាអាចធ្វើឲ្យស្បូនរបស់ស្ត្រីមានបញ្ហារហូតដល់ការរលាកឬក៏មានការចុះខ្សោយនៃកម្រិត pH ស្បូនរបស់ស្ត្រីឬក៏អាចមានជាពពួកផ្សិតនៅក្នុងស្បូនរបស់ស្ត្រីអញ្ចឹងការប្រើប្រាស់នៅសម្លេងអនាម័យ Angel Grill គឺជាប្រភេទសម្លេងអនាម័យដែលអស់លោកស្ត្រីត្រូវតែសាកល្បងក្នុងការប្រើប្រាស់ពីព្រោះថាវាបានជួយសម្រួលជាច្រើនទៅដល់ដំណើរការនៃការធ្វើការងាររបស់កោសិកាស្បូនអញ្ចឹងនៅពេលដែលឈាមបដៅរបស់ស្ត្រីធ្លាក់ចុះមកជាធម្មតាស្ត្រីមួយចំនួននៅកម្ពុជាប្រហែលជាលោកមិនបានយល់ដឹងអំពីដំណើរការនៃការធ្វើការងាររបស់ឈាមបដៅរបស់ខ្លួនទេអញ្ចឹងក្រុមប្រឹក្សារបស់យើងក៏សូមអនុញ្ញាតខន្តីអភ័យទោសទៅដល់អ
អស់លោកលោកស្រីនិយាយតានៅក្នុងការបកស្រាយអំពីបញ្ហាជាបដូវតាក់ទងទៅនឹងបញ្ហាច្បូនរបស់ស្ត្រីពីព្រោះថាខ្ញុំតែងតែគិតថាខ្ញុំក៏មានម្ដាយជាស្ត្រីអូនខ្ញុំក៏ជាស្ត្រីគ្រួសារខ្ញុំក៏ជាស្ត្រីអញ្ចឹងបើសិនជាយើងមិននិយាយអំពីបញ្ហាទាំងអស់នោះពួកគាត់នៅតែមានភាពអៀនខ្មាស់ពេលខ្លះនៅពេលដែលគាត់មករដូវម្ដងគាត់តែងតែអញ្ជើញទៅជាវនៅសម្ដីអនាម័យផ្ដេសផ្ដាស់ពេលខ្លះទៅទៀតមិនឲ្យគេដឹងទេច្រកនៅថងខ្មៅយកមកដល់ផ្ទះហើយចិត្តប្រើប្រាស់ដោយខ្លួនឯងគ្មានការណែនាំត្រឹមត្រូវគ្មានការពិនិត្យត្រឹមត្រូវហើយជាពិសេសទៅទៀតឲ្យតែឃើញសម្ដីអនាម័យណាគេ discount ឬក៏សម្ដីអនាម័យណាគេដាក់រង្វាន់នោះគាត់ចិត្តតែព្យាយាមក្នុងការយកមកប្រើប្រាស់ប៉ុន្តែអ្វីដែលសំខាន់គាត់មិនបានដឹងអំពីសុខភាពស្បូនរបស់គាត់នោះទេអញ្ចឹងដើម្បីចូលរួមចំណែកនៅក្នុងការផ្ដល់ជាផាសុកភាពផ្ដល់ជាសុខភាពល្អទៅដល់បងប្អូនស្ត្រីនៅកម្ពុជាលោកស្រីអគ្គនាយិកាលោកបានធ្វើការជំរុញនៅសម្ដីអនាម័យប្រភេទពិសេសមួយសម្រាប់ឲ្យបងប្អូនស្ត្រីនៅកម្ពុជាលោកប្រើប្រាស់ឲ្យភ្លេចឆ្ងាយអំពីបញ្ហាជំងឺស្បូនមួយចំនួនដូចជាជំងឺរលាកស្បូនដូចជាមានបញ្ហាជំងឺកាមរោគឬក៏មានវត្តមានសពុះដុំពីនៅក្នុងស្បូនជាដើមអញ្ចឹងការប្រើប្រាស់នៅសម្ដីអនាម័យ Integrally លោកលោកស្រីនិយាយថានឹងទទួលបាននៅចំណេះដឹងនៅក្នុងការថែទាំសុខភាពហើយនឹងបានដឹងអំពីតួនាទីរបស់សរីរាង្គស្បូនរបស់ស្ត្រីហើយនឹងបានដឹងអំពីដំណើរនៃការធ្វើការងាររបស់ឈាមបដិវរបស់ស្ត្រីជាធម្មតាការមកឈាមបដិវគឺជាការផ្លាស់ប្ដូរនៃរូបរាងកាយរបស់ស្ត្រីដើម្បីត្រៀមលក្ខណៈនៅក្នុងការបង្កកំណើតអញ្ចឹងការមកឈាមបដិវគឺជាសញ្ញាមួយដែលបញ្ជាក់ថារូបរាងកាយរបស់ស្ត្រីអាចបង្កកំណើតបានឬមានផ្ទៃពោះបានហើយអញ្ចឹងការណាមកឈាមបដិវរយៈពេល2ទៅ3ថ្ងៃឬក៏2ទៅឬក៏3ទៅ5ថ្ងៃនោះឈាមបដិវជាធម្មតាវាគឺជាសាកសពនៃពពួកអូវុលដែលថាជាសាកសពនៃមេជីវិតញីដែលมันបានជួបជាមួយបង្កកំណើតជាមួយនឹងមេជីវិតឈ្មោលរៀងរាល់ពាក់កណ្ដាលនៃវដ្តរដូវអូវែឬក៏មេជីវិតញីហ្នឹងវាតែងតែជំរុះអូវុលទៅក្នុងដៃស្បូនដើម្បីរងចាំនៃការបង្កកំណើតជាមួយនឹងមេជីវិតឈ្មោលតែបើសិនជាអូវុលនោះបានជួបជាមួយនឹងមេជីវិតឈ្មោលហើយវានឹងធ្វើការបង្កកំណើតតែបើសិនជាវាមិនបានជួបទេវានឹងមានសកម្មភាពមួយចំនួនគឺសកម្មភាពរបស់វាធ្វើឲ្យវារួញស្វិតហើយបង្កើតបានជាឈាមបដិវនឹងឯងបាទអញ្ចឹងវត្តរដូវរបស់ស្ត្រីគឺវាមានភាពខុសគ្នាពីម្នាក់ទៅម្នាក់គឺអាស្រ័យទៅនឹងពូជអាស្រ័យទៅនឹងរបបអាហារអាស្រ័យនឹងសុខភាពហើយជាទូទៅឈាមបដិវគឺមានប្រមាណជា80មីលីលីត្របាទថាប្រហែលជា3សប្តាហ៍បាយអញ្ចឹងវត្តរដូវរបស់ស្ត្រីគឺមាន28ថ្ងៃមាន29ថ្ងៃអ្នកខ្លះមាន30ថ្ងៃទៅអ្នកខ្លះមាន31ថ្ងៃទៅអ្នកខ្លះរហូតទៅដល់35ថ្ងៃក៏មានដែរអញ្ចឹងអ្វីដែលសំខាន់បើសិនជាបងប្អូនស្ត្រីលោកបានដឹងថាឈាមបដិវរបស់លោកដែលមកនេះគឺជាសាកសពនៃមានជីវិតញីអញ្ចឹងសរីរាង្គស្បូនគឺជាសរីរាង្គមួយដែលត្រូវការដង្ហើមចេញចូលជាចាំបាច់អញ្ចឹងបើសិនជាអត់មានដង្ហើមចេញចូលនៅពេលដែលមករដូវទេវាអាចធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានមួយចំនួនទៅដល់ដំណើរការនៃការធ្វើការងាររបស់កោសិកាស្បូនអញ្ចឹងការប្រើប្រាស់នៅសម្ដីអនាម័យ Integrally គឺវាមានជាប្រភេទសម្ដីយើងប្រើប្រាស់ពេលថ្ងៃប្រើប្រាស់ពេលយប់និងប្រើប្រាស់ពេលមិនមករដូវក៏យើងប្រើប្រាស់បានដែរពីព្រោះថាយើងអាចការពារគ្រប់ជំហានទាំងអស់ដោយសារតែសរីរាង្គស្បូនរបស់ស្ត្រីគឺជាសរីរាង្គដែលចំហឧទាហរណ៍ថាគាត់អញ្ជើញទៅផ្សារអញ្ចឹងបើសិនជាគាត់ទៅអញ្ជើញទៅផ្សារទៅពេលខ្លះគាត់ទៅអង្គុយកន្លែងដែលមិនស្អាតពេលខ្លះគាត់ទៅអង្គុយកន្លែងដែលស្ត្រីខ្លះគាត់កំពុងតែមានបញ្ហាប្រឈមមុខនឹងជំងឺកាមរោគអីហ្នឹងគឺវាអាចធ្វើឲ្យមានផលប៉ះពាល់រហូតដល់ការឆ្លងនៃជំងឺមួយចំនួនប៉ះពាល់ទៅដល់ស្បូនរបស់គាត់អញ្ចឹងប្រសិនបើបងប្អូនស្ត្រីនៅកម្ពុជាដែលលោកចង់មានសុខភាពល្អទាក់ទងទៅនឹងបញ្ហាស្បូននោះអស់លោកស្រីដែលយល់ថាអាចប្រើប្រាស់បាននៅសម្ដីអនាម័យ Integrally គឺជាសម្ដីអនាម័យដែលក្រុមប្រឹក្សារបស់យើងបានធ្វើការនាំជំរឿនមកពីខាងសហរដ្ឋអាមេរិកគឺជាប្រភេទសម្ដីអនាម័យដែលអាចមានខ្យល់ចេញចូលនៅក្នុងការសម្លាប់ពួកបាក់តេរីអាក្រក់តែនៅពេលដែលស្ត្រីមករដូវម្ដងអញ្ចឹងដូចជាតាក់ទងទៅនឹងចំនួនមុនដូចថាជីដូនរបស់យើងខ្ញុំតែងតែលួចសួរគាត់ពីមុនមកនៅពេលដែលគាត់អត់មានការប្រើប្រាស់នៅសម្ដីអនាម័យពួកលោកប្រើប្រាស់តែកណាត់តែងកម្មាដើម្បីទ្រាប់នៅពេលដែលមករដូវអញ្ចឹងដោយសារតែគាត់ប្រើប្រាស់នៅកណាត់តែងកម្មានោះហើយពីព្រោះថាកណាត់តែងកម្មាយើងគិតថាវាមានប្រហោងចេញចូលវាមានប្រហោងអាចធ្វើឲ្យមានខ្យល់ចេញចូលបានអញ្ចឹងនៅពេលដែលពួកលោកមកគឺអត់មានបញ្ហាឈឺចង្កេះមិនមានបញ្ហាឈឺថ្ងាសនោមមិនមានបញ្ហាអស់កម្លាំងមិនមានបញ្ហាថប់ដង្ហើមណែនទ្រូងទេដោយសារតែស្បូនរបស់គាត់
ទទួលបាននៅខ្យល់បរិយាកាសពីខាងក្រៅបានល្អនោះហើយជាហេតុធ្វើឲ្យដំណើរការនៃការមករដូវរបស់ពួកលោកគឺអត់មានបញ្ហាជិះចុកចាប់អ្វីទាំងអស់ហើយណាមួយទៀតសកម្មភាពនៃសមត្ថភាពស្បូនរបស់លោកអាចបង្កកំណើតបើលោកសន្តោដឹងណាពីមុនមកចាស់គាត់មានកូនច្រើនទេណាខ្លះមាន6នាក់ខ្លះមាន7នាក់ខ្លះមាន8នាក់10នាក់ជាង10នាក់ជាងប៉ុន្តែឥឡូវហេតុអីក៏ស្ត្រីនៅកម្ពុជាបច្ចុប្បន្ននេះរកតែមួយមិនបានដោយសារតែស្បូននឹងវាអន់ស្បូននេះសំទោសដោយសារតែចាក់ចូលទៅនឹងសមត្ថភាពនៃកោសិកាស្បូនអាចមានសកម្មភាពនៅក្នុងការបំពេញតួនាទីរបស់ខ្លួនបានពីព្រោះថាស្បូនរបស់ស្ត្រីមានតួនាទីសំខាន់ណាស់ទី1អនុញ្ញាតឲ្យមេជីវិតឈ្មោះនិងមេជីវិតញីជួបគ្នាទី2អនុញ្ញាតឲ្យមេជីវិតទាំងពីរធ្វើការស្នាក់អាស្រ័យនៅក្នុងសួរស្បូនរបស់ខ្លួនទី3មានតួនាទីនៅក្នុងការរក្សានៅតុល្យភាពនៃការចិញ្ចឹមទៅដល់ទារកនៅក្នុងស្បូនរបស់ស្ត្រីហើយទី4អនុញ្ញាតឲ្យកាកសំណល់ជាសារសោះមេជីវិតនេះចេញអំពីសរីរាង្គស្បូនបានល្អអញ្ចឹងបើសិនជាស្បូនរបស់ស្ត្រីគ្មានសកម្មភាពមានសមត្ថភាពល្អនោះទេការបង្កកំណត់ក៏មានដែរឃើញអ្នកខ្លះបានត្រឹមតែ2ខែទៅក៏មានបញ្ហារលូតទៅអ្នកខ្លះមិនមានកូនតែម្ដងហើយអ្នកខ្លះទៅទៀតបាន7ខែហើយស្បូនទ្រាំមិនបានក៏មានបញ្ហាឈូសចេញមកគេហៅថាកូនកើតអត់គ្រប់ខែព្រោះហើយដែលអាចតែមូលហេតុនៃការអសមត្ថភាពនៃសរីរាង្គស្បូនចឹងការណាស្បូនរបស់ស្ត្រីមានបញ្ហាចុកខ្សោយជួបថាអ្នកណាដែលផ្គត់ផ្គង់នៅសារជាតិចិញ្ចឹមសម្រាប់កោសិកាស្បូនឲ្យស្បូននោះមានធម៌ពលគ្រប់គ្រាន់មកវិញគឺប្រព័ន្ធវាហាចឹងបើសិនជាស្ត្រីលោកមានបញ្ហាប្រឈមមុខនឹងប្រព័ន្ធវាហាចុកខ្សោយហើយលោកចាប់ផ្ដើមធ្វើឲ្យគ្រប់សរីរាង្គទាំងអស់នៅក្នុងរាងកាយរបស់លោកនឹងប្រឈមមុខនឹងបញ្ហាផ្សេងៗចឹងការទទួលទាននៅចំណីចំនួនកោសិកាស្ដេចទឹកញើអស់លោកស្រីលោកយាយលោកតាត្រូវដឹងថាគឺជាការផ្ដល់ឱកាសឲ្យកោសិកាគ្រប់សរីរាង្គទាំងអស់អត់មានគិតពីសរីរាង្គស្បូនអត់មានគិតពីសរីរាង្គកាពះពោះវៀនគឺគ្រប់សរីរាង្គនៅក្នុងរាងកាយរបស់យើងតាំងពីចុងជើងរហូតដល់ចុងសក់ត្រូវបានកោសិកាទាំងអស់ទទួលយកនំចំណីអំពីចំណីជាមួយកោសិកាស្ដេចទឹកញើដើម្បីទៅធ្វើការពង្រឹងធម៌ពលរបស់ខ្លួនក្នុងការជួសជុលនិងព្យាបាលគ្រប់សរីរាង្គទាំងអស់នៅក្នុងរាងកាយរបស់យើងអញ្ចឹងការទទួលទានចំណីចំនួនកោសិកាស្ដេចទឹកញើចំពោះស្ត្រីដែលមានបញ្ហាធ្លាក់កស្ត្រីដែលមានបញ្ហាវត្តមានដុំគីនៅក្នុងស្បូនវត្តមានដុំគីក្នុងដៃស្បូនឬក៏ស្ត្រីដែលមិនមានសមត្ថភាពនៅក្នុងការបង្កកំណើតនោះគឺការទទួលទាននៅចំណីចំនួនកោសិកាស្ដេចទឹកញើនេះធ្វើឲ្យសុខភាពរាងកាយរបស់ពួកគាត់នេះជាពិសេសស្បូនរបស់គាត់អាចមានសមត្ថភាពនៅក្នុងការអនុវត្តការងាររបស់ខ្លួនបានល្អចឹងការទទួលទាននៅចំណីចំនួនកោសិកាស្ដេចទឹកញើអស់លោកស្រីលោកយាយលោកតាឬក៏បងប្អូនស្ត្រីដែលកំពុងតែមានបញ្ហាប្រឈមមុខនឹងបញ្ហាស្បូនរបស់ខ្លួនឬក៏មានបញ្ហាតាក់ទងនឹងកាពះពោះវៀនហ្នឹងគឺអាចទទួលទានបានគឺធ្វើឲ្យសុខភាពរាងកាយរបស់យើងមានភាពជាសះស្បើយហើយណាមួយទៀតក៏គាត់ចង់សួរដែរបើខាងការទទួលទានចំណីចំនួនកោសិកាស្ដេចទឹកញើមានអីធានាអត់អត់ទេអញ្ចឹងចំពោះការធានាគឺគ្មានប៉ុន្តែមានការសម្អាងអំពីក្រុមអ្នកប្រាជ្ញវិទ្យាសាស្ត្រប្រមាណជា40សាកលវិទ្យាល័យពីព្រោះថាមុននឹងចរាចរណ៍ចំណីចំនួនកោសិកាស្ដេចទឹកញើមកដល់ប្រជាជនកម្ពុជាត្រូវបានឆ្លងកាត់នៅមន្ទីរពិសោធន៍ធំៗនៅលើពិភពលោកនិងមន្ទីរពិសោធន៍ធំៗនៅលើពិភពលោកគេបានបញ្ជាក់ឲ្យថាចំណីចំនួនកោសិកាស្ដេចទឹកញើគឺជាចំណីកោសិកាតាមបែបធម្មជាតិមួយដែលសម្បូរបែបទៅដោយសារជាតិចិញ្ចឹមដែលអាចឲ្យទទួលទានទៅធ្វើឲ្យមានសុខភាពល្អបន្ថែមទៅលើចំណីអាហារដែលយើងទទួលទានសពថ្ងៃអញ្ចឹងវិញ្ញាបនបត្រដែលស្ថាប័ននៃការវិភាគទៅលើចំណីចំនួនកោសិកាស្ដេចទឹកញើហ្នឹងគឺជាអ្នកធានាហើយគឺជាអ្នកបង្ហាញហើយប៉ុន្តែសំខាន់បំផុតអ្នកដែលទទួលទានហ្នឹងគាត់មានភាពជឿជាក់លើខ្លួនឯងអត់ចំណែកចំនួនកោសិកាស្ដេចទឹកញើគឺមានភាពជឿជាក់ 100% ថាទទួលទានទៅជាសះស្បើយឯងប៉ុន្តែម្ចាស់រាងកាយដែលទទួលទានហ្នឹងអះអាងថាខ្លួនឯងមានជំនឿជឿជាក់មានឆន្ទៈនៅក្នុងការឲ្យកោសិការបស់ខ្លួនធ្វើការបម្រើនិងជួសជុលនិងព្យាបាលបានល្អអត់អញ្ចឹងបើសិនជាអត់មានឆន្ទៈនោះទេការទទួលទានក៏អត់ជាសះស្បើយដែរអញ្ចឹងសំខាន់បំផុតការទទួលទានទាមទារនឹងការសហការជាមួយនឹងក្រុមប្រឹក្សាយោបល់សុខភាពស្ដេចទឹកញើអញ្ចឹងអរគុណដែលការទៅពេលវេលានៅក្នុងម៉ោងទី1យើងអស់ហើយខ្ញុំបាទសូមសម្រាប់បន្តិចសិនបាទអរគុណណាស់លោកសុភ័ក្របាទលោកតាលោកយាយពុកម៉ែបងប្អូនយើងបើសិនបើមានចម្ងល់បន្ថែមជាពិសេសបងស្ត្រីបងប្អូនស្ត្រីអំពីចង់ដឹងអំពីសុខភាពស្ត្រីហើយទទួលបាននូវសុខភាពល្អណាបាទគឺសូមអញ្ជើញបាទយើងមានផលិតផលស្ដេចទឹកញើនិងសម្លៃអនាម័យដែលនាំចូលពីសហរដ្ឋអាមេរិកបាទក្នុងការថែទាំសុខភាពស្ត្រីអាចតាក់ទងបានសាកសួរលំអិតបន្ថែមទៀតណាគឺ092 51 0177 097 97 97 705និង016 97 25 90
បាទ016 97 25 90បាទ លោកអ្នកកំពុងមានបញ្ហាសុខភាពមែនទេកុំបារម្ភអីស្ដេចទឹកញ័រអាចជួយលោកអ្នកបាន តើស្ដេចទឹកញ័រជាអ្វី ស្ដេចទឹកញ័រជាផលិតផលជំនួយដល់កោសិកាសរីរាង្គដែលចម្រាញ់ចេញពីផ្លែញ័រនិងបានឆ្លងកាត់ការធ្វើពិសោធន៍ដោយមន្ទីរពិសោធន៍ធំៗនៅលើពិភពលោកគ្មានជាតិគីមីនិងសារធាតុពុលអ្វីទាំងអស់ ស្ដេចទឹកញ័រមានផ្ទុកសារធាតុសម្បូរបែបដូចជាវីតាមីនសារធាតុខនិជនិងចំណីកោសិកាជាង255ផ្សេងៗពីគ្នា ទំនាក់ទំនងជីវដុំនឹងរាយតាមទូរស័ព្ទលេខ 092 51 01 77 097 97 97 705 016 97 25 90 ប្តីនាងខ្សែបាត់សូនខំពីរូបអូនប្តីឃ្លាតពីខ្លួនទាំងមានសង្ខារវិបត្តិដួងចិត្តជីវិតស្នេហ៍អត់ខ្លឹមសារអងអោអង្គនិចាដូចសារិកាប្រត់ឈ្មោះកុំសួរខ្នើយគួរនៅស្ងៀមកុំអើយអូនចុកឈាមបេះដូងក្រំក្រៀមឆេរបើបងសពអូនមិនដេចក៏មិនប៉ុនបងមិនអសូរដល់នារីកំព្រាស្នេហាទាំងក្បឿង5ខ្នងបងសងអូនថែទាំងដីចំការស្រែសួររកម្ចាស់ស្នេហ៍តាបាត់តែណាមិនដេចបងមិនលឺពីងពេញអងជីវាបងអោមិនចង់សង្ខាវិលជួបស្នេហាក្នុងមុំកំសត់កុំសួរខ្នើយគួរនៅស្ងៀមកុំអើយអូនចុកឈាមបេះដូងក្រំក្រៀមឆេរបើបងសពអូនមិនដេចក៏មិនប៉ុនបងមិនអសូរដល់នារីកំព្រាស្នេហាទាំងក្បឿង5ខ្នងបងសងអូនថែទាំងដីចំការស្រែសួររកម្ចាស់ស្នេហ៍តាបាត់តែណាមិនដេចបងមិនលឺពីងពេញអងជីវាអម្ចាស់សង្ខាមកជួបស្នេហាក្នុងមុំកំសត់ អ្នកណាគេនោះមើលទៅដូចជាវិរៈ អូវិរៈមែនតាអូនចាំអមមួយផ្លែតសិនណា ចាបង ហេវិរៈ
ចាស់សម្បើមណាស់ឯងនេះគ្នាមើលមកសឹងមិនស្គាល់ហើយសុខភាពយ៉ាងម៉េចដែរវ៉ៃរិទ្ធីសុខភាពគ្នាឥឡូវទ្រុឌទ្រោមខ្លាំងណាស់ណាលើឈាមទឹកនោមផ្អែមណាក្រពះពិបាកដកដង្ហើមភ្លេចច្រើនហើយមិនដឹងគួរធ្វើយ៉ាងម៉េចទេគ្នាបារម្ភណាស់អូកុំបារម្ភអីសម្លាញ់ស្ដេចទឹកញើអាចជួយបានណែគ្នាពីមុនក៏ដូចឯងអញ្ចឹងដែរប៉ុន្តែតាំងពីគ្នាញ៉ាំស្ដេចទឹកញើមកសុខភាពគ្នាក៏ល្អរាងកាយក៏រឹងមាំមិនដែលមានជំងឺដង្កាត់អ្វីទេហេតុអ្វីបានជាយើងត្រូវពិសាស្ដេចទឹកញើព្រោះស្ដេចទឹកញើមិនមែនជាឱសថនិងអាហារបំប៉នតែជាចំណីជំនួយដល់កោសិកាសរីរាង្គដ៏មានប្រសិទ្ធភាពបំផុតផ្សំពីបន្លែផ្លែឈើមើមឈើសំខាន់9មុខផ្ទុកទៅដោយសារធាតុសម្បូរបែបរួមមានវីតាមីនប្រូតេអ៊ីន Fiber Chlorophyll Nutrient Mineral Herbal សារធាតុខនិជនិងចំណីកោសិកាជាង255ផ្សេងពីគ្នាស្ដេចទឹកញើជួយសម្រួលដល់បញ្ហាសុខភាពរបស់លោកអ្នកដូចជាលើសឈាមទឹកនោមផ្អែមទឹកនោមប្រៃក្រពះតម្រងនោមផ្លោកនោមបេះដូងថ្លើមសន្លាក់ឆ្អឹងកងក្នុងចង្កេះស្បូនធ្លាក់សរដូវមិនទៀងដុំគិះលាងសម្អាតជាតិពុលសារធាតុគីមីនិងបញ្ហាសុខភាពជាច្រើនទៀតអ្នកមានជំងឺឬគ្មានជំងឺក៏អាចទទួលទានស្ដេចទឹកញើបានដែរទាក់ទងជាដុំនឹងរាយនៅភូមិចម្រើនផលសង្កាត់បឹងទំពុនខណ្ឌមានជ័យរាជធានីភ្នំពេញជិតមន្ទីរពេទ្យរ៉ូស៊ីព័ត៌មានបន្ថែមសូមទូរស័ព្ទមកលេខ092 51 01 77 097 97 97 705 016 97 25 90សុខភាពជាកត្តាចម្បងនៃសុភមង្គលआज के लड़के I tell you कितने लालू what to do आज के लड़के I tell you कितने लालू what to do បាទលោកស្រីលោកតានិយាយពុកម៉ែបងប្អូនជាទីគោរពនិងជាទីមេត្រីលោកអ្នកកំពុងស្ដាប់កម្មវិធីតម្លៃនៃសុខភាពដែលទទួលបានការឧបត្ថម្ភពីចំណីកោសិកាស្ដេចទឹកញើនិងមានបណ្ដាផលិតផលជាច្រើនទៀតសម្រាប់ពុកម៉ែបងប្អូនយើងទៅតាមតម្រូវការបាទតទៅនឹងសុខភាពណាបាទហើយបងប្អូនប្រុសស្រីដែលមានបញ្ហាសុខភាពមិនថាកើតជំងឺឈឺឬដង្កាត់យូរហើយបាទទើបនឹងកើតឬក៏គ្មានជំងឺក៏អាចអញ្ជើញពិសាបាននៅបាទផលិតផលស្ដេចទឹកញើដែលជាចំណីកោសិកាដ៏មានប្រសិទ្ធភាពក្នុងការថែទាំសុខភាពបងប្អូនយើងអាចតាក់ទងបានតាមរយៈលេខទូរស័ព្ទបាទគឺ092 51 01 77 097 97 97 705និង016 97 25 90បាទស្ដេចទឹកញើអត់មានលក់តាមទីផ្សារសាធារណៈតាមម៉ូតូរ៉ឺម៉កកង់3ស៊ីក្លូឡានទេហើយជាពិសេសក៏គ្មានលក់នៅតាមសាលាបើកបរបាទបង្រៀនរថយន្តណាទេបាទគឺមានតែលក់ទីតាំងរបស់យើងតែប៉ុណ្ណោះអរគុណសូមប្រកល់នីតិជូនលោកសុភ័ក្របន្តលោកសុភ័ក្រអញ្ជើញបាទអរគុណលោកសណ្ដោបាទគុំទៅដល់ប្រិយមិត្តនៅក្នុងវគ្គទី2នៃកម្មវិធីតម្លៃសុខភាពអរគុណចំពោះចំណេះចំណូលកោសិកាស្ដេចទឹកញើដែលបានឧបត្ថម្ភមកដល់កម្មវិធីនេះដើម្បីឲ្យយើងខ្ញុំទាំងពីរនាក់មានលទ្ធភាពនៅក្នុងការផ្ដល់ជូននូវចំណេះដឹងទៅដល់បងប្អូនប្រជាពលរដ្ឋនៅកម្ពុជាយកទៅថែទាំនិងអនុវត្តដើម្បីការពារសុខភាពរាងកាយរបស់ពួកគាត់ទីតាំងចែកចាយចំណេះចំណូលកោសិកាស្ដេចទឹកញើក៏បានមាននាំចូលនៅផលិតផលមួយចំនួនចាក់តងនឹងការថែទាំសុខភាពជាច្រើនដូចជាចំណេះចំណូលកោសិកាស្ដេចទឹកញើសាប៊ូដកខ្លួនចាក់តងនឹងការជួយដកយកទៅកាកសំណល់គីមីជាតិពុលចេញអំពីរាងកាយសាប៊ូដោះមុខជាំឬក៏មានបញ្ហាមុខមុនហើយជាពិសេសការនាំចូលនៅផលិតផលសម្លេងអនាម័យ Integril នេះគឺជាសម្លេងអនាម័យដែលមានស្តង់ដារនៅក្នុងការជួយទៅដល់ស្បូនរបស់ស្ត្រីដើម្បីឲ្យភាពឆ្ងាយអំពីជំងឺទាំងឡាយទាំងពួងហើយក៏បាននាំចូលនៅកៅចម្រោះទឹកអាល់កាឡាញ់ជាប្រភេទកៅចម្រោះទឹកមួយដែលបានជួយធ្វើឲ្យទឹកស្អាតដើម្បីឲ្យរាងកាយរបស់យើងនឹងទទួលបាននូវធម៌ពលជាពិសេសជាធម្មតាទេនៅក្នុងទឹកដែលយើងទទួលទានសពថ្ងៃនេះសូម្បីតែទឹកទន្លេទឹកស្ទឹងទឹកបឹង
ទឹកស្រះហើយក៏ទឹកម្ដងគឺជាប្រភេទទឹកដែលមានពពុះរ៉ែរហូតដល់19រ៉ែ បាទ អញ្ចឹងពពុះរ៉ែទាំងអស់នោះគឺជាប្រភេទ molecule រ៉ែប៉ុន្តែសំខាន់បំផុតរូបរាងកាយរបស់យើងកោសិការបស់យើងគឺត្រូវការអ៊ីយ៉ុងរ៉ែអញ្ចឹងនៅពេលដែលទឹកបានឆ្លងកាត់នៅកាយចម្រោះទឹកអាកាឡាញ់ហើយនឹងធ្វើការបន្សុទ្ធពី molecule រ៉ែឲ្យទៅជាពពុះអ៊ីយ៉ុងរ៉ែដែលធ្វើឲ្យកោសិកានៅក្នុងរាងកាយរបស់យើងមានការត្រេកអរនិងទទួលដើម្បីបង្កើតជាធម៌ពលរបស់ខ្លួននៅក្នុងការជួសជុលនិងព្យាបាលគ្រប់សរីរាង្គទាំងអស់ដែលមានបញ្ហាចុះខ្សោយនៅក្នុងរាងកាយរបស់យើងអញ្ចឹងព្រោះថាទឹកគឺជាសព្វគុណមួយដែលអាចជួយទៅដល់រូបជាតិមនុស្សសត្វឲ្យមានសុខភាពល្អនិងកម្លាំងខាងខ្លាជាពិសេសទៅទៀតមានសារធាតុណាមួយដែលអាចជំនួសទឹកបានទេអញ្ចឹងបើសិនជាយើងអត់មានទឹកគ្រប់គ្រាន់នោះទេគឺការទទួលយកនៅសុខភាពល្អគឺក៏បានល្អដែរព្រោះថាទឹកគឺត្រូវបានគេយកមកបំលែងដូចជាគេបង្កើតជាភេសជ្ជៈបង្កើតជាស្នាមដង្កូវឲ្យមនុស្សទទួលទានហ្នឹងសូម្បីតែចំណីចំនួនកោសិកាស្ដេចទឹកញើហ្នឹងក៏បានរួមផ្សំជាមួយនឹងទឹកស្អាតដែរចឹងបានបង្កើតជាចំណីចំនួនកោសិកាស្ដេចទឹកញើហ្នឹងជាពិសេសទៅទៀតដោយសារតែក្រុមអ្នកប្រាជ្ញវិទ្យាសាស្ត្រលោកបានមើលឃើញថានៅលើផែនដីរបស់យើងគឺវាពោពេញទៅដោយសារធាតុពុលសារធាតុគីមីពពុះអសកម្មពពុះអរម៉ូនពពុះវិទ្យុសកម្មដែលអាចធ្វើឲ្យសុខភាពរាងកាយរបស់មនុស្សជាតិគ្រប់សាសនៅលើផែនដីហ្នឹងត្រូវមានបញ្ហាចុះខ្សោយម្ដងបន្តិចរហូតទៅដល់កើតជាជំងឺនៅក្នុងរាងកាយរបស់គាត់ប៉ុន្តែអ្វីសំខាន់ដើម្បីទំនុកសម្រុងទៅដល់ប្រព័ន្ធការពាររាងកាយនិងកោសិកានៅក្នុងរាងកាយរបស់យើងឲ្យបានល្អការផ្ដល់ជាចំណីនិងផ្ដល់ជាទឹកឲ្យបានគ្រប់គ្រាន់ទៅដល់កោសិកានោះគឺជារឿងល្អបំផុតសម្រាប់អស់លោកស្រីលោកយាយលោកតាអញ្ចឹងចំណីចំនួនកោសិកាស្ដេចទឹកញើនឹងធ្វើការផ្ដល់ជាសារធាតុចិញ្ចឹមឲ្យកោសិកាគ្រប់សរីរាង្គទាំងអស់ធ្វើការជួសជុលនិងព្យាបាលហើយប្រសិនបើយើងទទួលទានអបជាមួយនឹងទឹកចម្រោះកៅទឹកអាកាឡាញ់ទៀតរឹតតែធ្វើឲ្យសុខភាពរាងកាយរបស់យើងមានភាពប្រសើរមែនទែនហើយពីព្រោះថាការទទួលទាននៃចំណីចំនួនកោសិកាតាមបែបធម្មជាតិការទទួលទាននៅទឹកដែលធ្វើការចម្រោះនៅពពុះកាកសំណល់គីមីជាតិប៉ូលូរឹតតែធ្វើឲ្យដំណើរការនៃកោសិកានិងប្រព័ន្ធការពាររាងកាយរបស់យើងមានភាពដំណើរការបានល្អជាការទទួលទាននៃចំណីចំនួនកោសិកាស្ដេចញើអបជាមួយនឹងកៅចម្រោះទឹកអាកាឡាញ់ហ្នឹងគឺប្រភេទទឹកស្អាតបរិសុទ្ធ 100% ពីព្រោះថាសំខាន់បំផុតទឹកស្អាតបរិសុទ្ធគឺជាសារធាតុមួយដែលវាអត់មានស្តុកទេនៅពពុះសារធាតុពុលសារធាតុគីមីនិងពពុះរ៉ែអសកម្មទេព្រោះថាទឹកស្អាតបរិសុទ្ធវាមានតួនាទីនៅក្នុងរាងកាយរបស់យើងគឺជាអ្នកដែលដឹកជញ្ជូននៅសារធាតុចិញ្ចឹមល្អចឹងបានតែគេដឹកជញ្ជូនពពុះវីតាមីនប្រូតេអ៊ីនពពុះមីនេរ៉ាល់ដែលមានវត្តមាននៅក្នុងចំណីចំនួនកោសិកាស្ដេចញើហ្នឹងទៅឲ្យគ្រប់កោសិកាទាំងអស់នៅក្នុងរាងកាយរបស់យើងហើយក៏ជាអ្នកដែលនាំលំហូរនៅពពុះកាកសំណល់គីមីជាតិពុលចេញអំពីរាងកាយរបស់យើងអញ្ចឹងនៅពេលដែលកោសិការបស់យើងធ្វើការបំលែងរួចធ្វើមេតាបូលីរួចហើយគេតែងតែសល់កាកសំណល់ដែរអញ្ចឹងនៅពេលដែលសល់កាកសំណល់ទឹកដែលបានច្រោះអំពីចម្រោះកៅចម្រោះទឹកអាកាឡាញ់ហ្នឹងចាប់ផ្ដើមធ្វើការរុញនៅពពុះកាកសំណល់គីមីជាតិពុលចេញអំពីរាងកាយរបស់យើងប៉ុន្តែសំខាន់បំផុតការទទួលទានទឹកអបជាមួយនឹងចំណីចំនួនកោសិកាស្ដេចញើអស់លោកលោកស្រីលោកយាយលោកតាត្រូវតែទទួលទានយឺតចំអញ្ចឹងបានន័យថាក្រុមអ្នកប្រាជ្ញវិទ្យាសាស្ត្រលោកបានធ្វើការណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋដែលទទួលទាននៅចំណីចំនួនកោសិកាស្ដេចញើនេះឲ្យទទួលទាននៅពេលព្រឹកមុនបាយកន្លះម៉ោងពេលល្ងាចមុនបាយកន្លះម៉ោងហើយការទទួលទាននោះគឺជាការទទួលទានបែបយឺតចំអញ្ចឹងការទទួលទានប្រមាណជា10នាទីទៅ15នាទីទើបទទួលទានចំណីចំនួនកោសិកាស្ដេចញើអស់អញ្ចឹងកាលណាយើងទទួលទានយឺតចំហ្នឹងឲ្យចំណុចទី1អ្នកប្រាជ្ញបានធ្វើការបង្កប់នៅអត្ថន័យមួយចំនួននៅក្នុងការអប់រំនៅផ្លូវចិត្តរបស់អ្នកជំងឺជាធម្មតាអ្នកជំងឺនៅពេលដែលឈឺពេញថប់មួម៉ៅឆៅក្តៅកាហាយហើយពេលខ្លះអ្នកណានិយាយអីទីក៏បានដែរខាត់ដើមខឹងគេភ្លាមអញ្ចឹងការទទួលទាននៅចំណីចំនួនកោសិកាស្ដេចញើយឺតចំ10នាទីទៅ15នាទីហ្នឹងក្រុមអ្នកប្រាជ្ញវិទ្យាសាស្ត្របានឲ្យអ្នកជំងឺទាំងអស់នៅក្នុងពិភពលោកហ្នឹងឲ្យជាអនុវត្តប្រើប្រាស់អារម្មណ៍របស់ខ្លួនឲ្យស្ងប់ជាពិសេសការទទួលទានតាមបែបសមាធិរឹតតែធ្វើឲ្យដំណើរឈាមរត់នៅក្នុងរាងកាយរបស់អ្នកជំងឺមានសភាពល្អអញ្ចឹងការដឹកជញ្ជូននៅសារជាតិចិញ្ចឹមទៅឲ្យសរីរាង្គមួយហើយចឹងសរីរាង្គទាំងអស់នោះធ្វើការដកយកនៃការសំណល់ចេញពីរាងកាយក៏បានល្អអញ្ចឹងភាពស្មើគ្នារវាងការដឹកជញ្ជូននៅសារជាតិចិញ្ចឹមភាពស្មើគ្នានឹងការដកយកនៃការសំណល់គីមីជាតិពុលចេញពីរាងកាយគឺមានភាពប្រសើរបានន័យថាមានភាពស្មើគ្នាចឹងការទទួលទានចំណីចំនួនកោសិកាស្ដេចញើគឺជាការពង្រឹងទៅដល់ធម៌ពលសុខភាពផ្លូវកាយផងនិងការពង្រឹងទៅដល់ធម៌ពលសុខភាពផ្លូវចិត្តចឹងធម្មតាទេនៅពេលដែលឈឺហើយតែចិត្តច្រើនហើយចឹងនៅពេលដែលទទួលទាននៅចំណីចំនួនកោសិកាស្ដេចញើជាសះស្បើយអ
អស់លោកស្រីលោកយាយលោកតានឹងខ្លាយទៅជាមនុស្សម្នាក់ថ្មីទៀតតែในថាជាមនុស្សដែលប្រកាសអត់ធ្មត់តស៊ូព្យាយាមដែលអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនបានពីព្រោះថាបច្ចុប្បន្នយើងដឹងហើយអំពើហិង្សាកើតឡើងដោយសារតែការទប់អារម្មណ៍របស់ខ្លួនបាននឹងឯងដែលកើតមានបញ្ហាប៉ះពាល់ទៅដល់សង្គមគ្រួសារប៉ះពាល់ទៅដល់សង្គមជាតិយើងសំខាន់បំផុតយើងត្រូវតែប្រើប្រាស់អារម្មណ៍របស់យើងឲ្យស្ងប់នៅក្នុងការរក្សានៅអារម្មណ៍របស់យើងឲ្យបាននឹងនៅចាំបើសិនជាយើងចេះតែខឹងមួម៉ៅឆៅឆាវច្រើននោះវាអាចធ្វើឲ្យមានផលប៉ះពាល់ទៅដល់សង្គមគ្រួសារទៅដល់សង្គមជាតិជាពិសេសខ្លួនយើងជាដើមអញ្ចឹងបើសិនបើអស់លោកលោកស្រីលោកយាយលោកតាមានចំណាប់អារម្មណ៍នៅក្នុងការទទួលទាននៅចំណីជំនួយកោសិកាស្ដេចជញ្ញោអស់លោកលោកស្រីលោកយាយលោកតាអាចអញ្ជើញមកពិភាក្សាជាមួយនឹងទីចែកចាយចូលមុខនៅមន្ទីរពេទ្យរុស្ស៊ីគឺមានជាឧបករណ៍នៅក្នុងការតេស្តទៅលើសុខភាពរាងកាយរបស់លោកអ្នកតាមរយៈការតេស្តទៅលើភាគរយខ្លាញ់ភាគរយទឹកសម្អាតឆ្អឹងចាត់ចងទៅនឹងសារធាតុចិញ្ចឹមដែលមាននៅក្នុងរាងកាយរបស់យើងឲ្យបានដឹងថាចំណីអាហារដែលយើងទទួលទានសពថ្ងៃហ្នឹងវាគ្រប់គ្រាន់សម្រាប់រូបរាងកាយរបស់យើងហើយឬនៅហើយមួយទៀតក៏មានការលាងសម្អាតនៅពពួកវិទ្យុសកម្មមួយចំនួនដែលយើងមានជាឧបករណ៍នៅក្នុងការលាងសម្អាតពពួកសារធាតុពុលគីមីនិងពពួកវិទ្យុសកម្មដែលមានវត្តមាននៅក្នុងរាងកាយរបស់យើងតាមរយៈការប្រើប្រាស់ជាឧបករណ៍ទំនើបរាល់ថ្ងៃដូចជាទូរស័ព្ទដៃដូចជាជាពិសេសបងសណ្ដោនឹងឯងល្មមទៅម្ដងអីពីព្រោះឋាននៅកន្លែងរថយន្តរហូតបាទហើយលោកស្រីអគ្គនាយិកាលោកលៀងស្អាតឲ្យម្ដងមើលហើយពេកបាទអញ្ចឹងនៅតាមទៅពេលវេលាយើងអស់ហើយខ្ញុំបាទទៅសូមអនុញ្ញាតលំអរកាយគ្រប់លាអស់លោកលោកស្រីលោកយាយលោកតាតែប៉ុណ្ណេះសិនបាទជំរាបលាលោកសណ្ដោបាទគុណជំរាបលាបាទលោកសុភ័ក្របាទសុខសប្បាយអរគុណណាស់ដោយសារពេលវេលានៃកម្មវិធីរបស់យើងក៏បានឈានមកដល់ទីបញ្ចប់ទៅហើយលោកអ្នកក៏បានជ្រាបរួចមកហើយអំពីគុណប្រយោជន៍នៃផលិតផលដែលមាននៅទីតាំងរបស់យើងបាទមានស្ដេចទឹកញើបាទមានកែវចម្រោះទឹកអាល់កាឡាញដោយស្វ័យប្រវត្តិសម្លេងអនាម័យ Angel Grill បាទហើយក៏មាននៅសាប៊ូបាទសម្រាប់ដុសខ្លួនសត្វតែមានគុណភាពល្អក្នុងការថែទាំសុខភាពបងប្អូនប្រជាពលរដ្ឋយើងជាពិសេសគឺស្ដេចទឹកញើតែម្ដងគឺបងប្អូនពិសាឬក៏ទទួលទាន2ដងក្នុងមួយថ្ងៃបាទពេលព្រឹកម្ដងនិងពេលល្ងាចម្ដងមុនអាហារកន្លះម៉ោងបាទជាប្រចាំលោកអ្នកនឹងទទួលបាននូវសុខភាពល្អជាមិនខាននោះទេបាទសូមបងប្អូនយើងទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមបាទគឺ092 51 0177 បាទ092 51 0177 097 97 97 705និង016 97 25 90បាទ016 97 25 90ខ្ញុំបាទសូមជូនពរពុកម៉ែបងប្អូនជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនបាទគ្រប់ក្រុមគ្រួសារធ្វើដំណើរទីចិត្តទីឆ្ងាយសូមទទួលបានសុខសុវត្ថិភាពបាទទាំងទៅនឹងត្រឡប់មកវិញបាទកម្មវិធីនេះសូមជម្រាបលាត្រឹមតែប៉ុណ្ណេះជួបគ្នានៅថ្ងៃស្អែកបន្តទៀតបាទពុំងា